សាច់រឿងរបស់យើងគឺបានចាប់ផ្ដើមឡើងជាមួយនឹង Luffy ហើយនិង Usopp កំពុងតែនិយាយគ្នាអ្នកទាំងពីរបាននិយាយគ្នាដែរថានៅទីបំផុតពួកគេគឺគួរតែអាចធ្វើបានហើយពួកគេក៏កំពុងតែធ្វើដំណើរទៅកាន់កោះ Elbaf ទាំង Luffy ទាំង Usopp ចាប់ផ្ដើមគៀកកគ្នារំច្រៀងតែម្ដងថា Elbaf Elbaf ចំណែកនៅពេលបច្ចុប្បន្ននេះវិញពួកគេទាំងអស់គ្នាក៏កំពុងតែជប់លៀងជាមួយនឹងពួកមនុស្សយក្សហើយចំពោះសាច់រឿងនៃភាគ1156មានចំណងជើងថាដំណើរដ៏សែនវែងឆ្ងាយទៅកាន់កោះ Elbaf និងពិធីជប់លៀងដ៏ធំហើយចំពោះឯពេលនេះ Luffy ហើយនិងពួកមនុស្សយក្សគឺបានធ្វើការជប់លៀងជាមួយនឹងគ្នាចំណែកមនុស្សយក្សទាំងពីរនាក់ឯនេះវិញក៏និយាយដែរថាខានឃើញ Luffy យូរហើយតាំងតែពី Luffy ចេញពី Water 7ហើយរឿងមួយវិញទៀតចំពោះ Edori ហើយនិង Proki ហ្នឹងគឺថាវាយគ្នាតតែបែកអាវុធទាំងពីរនាក់ហើយពួកគេគឺនៅតែបន្តប្រើដៃវាយគ្នាទៅវិញទៅមកក៏ប៉ុន្តែនៅពេលថ្មីនេះដោយសារតែពួកគេហ្នឹងគឺបានបែកបាក់អាវុធអស់ហើយអញ្ចឹងហើយនឹងពួកគេគឺត្រូវធ្វើដំណើរទៅកាន់កោះ Elbaf ដើម្បីយកអាវុធរៀងៗខ្លួនក្នុងការប្រយុទ្ធគ្នាបន្តទៅទៀតណាមីក៏បានលន់មិត្តដែរថាអីគេទៅយកអាវុធតើអ្នកទាំងពីរនៅតែចង់ប្រយុទ្ធគ្នាទៀតមែនទាំង Dori ទាំង Proki ក៏និយាយស្របគ្នាដែរថាវាពិតជាមែនហើយចំពោះ Usopp នៅពេលហ្នឹងគាត់ក៏បាននិយាយតាក់ទងជាមួយនឹងរឿងរ៉ាវអតីតកាលដែលពួកគេទាំងអស់គ្នាបានឃើញ Dori និង Proki ប្រយុទ្ធគ្នាប៉ុន្តែយ៉ាងណាក៏ដោយ Usopp និយាយទៅហ្នឹងគឺនិយាយដូចជានិយាយតែម្នាក់ឯងគ្មានណាមីបានស្ដាប់អីទេណាមីបែរជាស្រែកថាតោះអ្នកទាំងអស់គ្នាឈៀលភើបន្តទៀត Usopp ចាប់ផ្ដើមស្រែកជេរទៅកាន់ណាមីដែលថាហេណាមីហេតុអីបានជានាងនឹងមិនស្ដាប់ខ្ញុំនិយាយសំបីតែបន្តិចតតែសោះក៏ប៉ុន្តែ Lilith បានចំអន់ទៅកាន់ Usopp ដែលថាតើ Usopp នឹងចង់ខ្លាចទៅជាមនុស្សយក្សមែនតែ Usopp នឹងគឺបានស្រែកទៅឲ្យ Lilith វិញថាអ្នកដែលគួរស្ដាប់បែរជាស្ដាប់ Lilith បែរជាមកស្ដាប់ទៅវិញហើយចង្រៃយោមែនដល់ឡែកសាច់រឿងគឺបានកាត់ទៅដល់ខាង Zoro ឯណាវិញដែល Zoro ក៏និយាយដែរថានៅពេលដែលគាត់ទៅដល់កោះមនុស្សយក្សគាត់នឹងព្យាយាមស្វែងរកមនុស្សយក្សហ្នឹងមកវឹកហាត់ជាមួយនឹងគាត់ Sanji បានស្រែកពីលើដែរថាបានហើយអាក្បាលស្លែអើយគ្មាននរណាទៅចង់វឹកហាត់ជាមួយនឹងឯងនោះទេចំណែកអញវិញនៅពេលដែលឡើងទៅលើកោះមនុស្សយក្សនឹងបានជួបជាមួយនឹងមនុស្សយក្សស្រីស្អាតមានជាមួយនឹងដើមទ្រូងធំចំពោះ Frankie គាត់បានចាប់អារម្មណ៍ជាមួយនឹងទឹកមួយដែលមានឈ្មោះថា Hagal ដែលប្រៀបដូចជាកូឡាអញ្ចឹងខាង Chopper ឯនេះវិញហ្នឹងគិតតែពីលើកដាច់ជាចុងក្រោយហ្នឹង Chopper គឺស្វឹងរំប៉ឡែឡើងពេញទៅនឹងងើបមកនិយាយទៀតថាអើយពួកអាចចង្គួតអើយកុំផឹកច្រើនខ្លាំងពេកពួកឯងផឹកទៅឈួតអស់ហើយក្រោយពីលឺ Chopper និយាយអញ្ចឹង Robin ក៏និយាយដែរថាចង់ហាមខាត់ Chopper ដែរតែហាមមិនទាន់នោះទេឲ្យ Robin ទៅហាម Chopper មិនទាន់វាយសិតទៅលើកែវលើកដាច់យកហ្នឹងចំពោះ Luffy ឯនេះវិញហ្នឹងក៏ស្រែកដែរថាប្រុកតោះចាប់ផ្ដើមប្រគំតន្ត្រីច្រៀងចម្រៀងមួយបទមកប្រុកគាត់ក៏បានច្រៀងចម្រៀងមួយបទកំដរជាមួយនឹងពួកគេទាំងអស់គ្នាដែលកំពុងតែផឹកជាមួយនឹងពិធីជប់លៀងរបស់ពួកគេសាច់រឿងគឺបានកាត់ទៅដល់កោះ Galten នៅវិញហ្នឹងដែលនៅពេលនេះហ្នឹងគឺ Bartolomeo បានចូលទៅអុកឡុកទៅលើប្រជាជននៅលើកោះមួយនេះតែការអុកឡុកហ្នឹងមិនមែនធម្មតានោះទេគឺយករូបតំណាងរបស់ Luffy ទៅលក់តែម្ដងដោយគម្រាមពួកគេថាបើមិនដាក់រូបរបស់ Luffy ទេនឹងរងទទួលការវាយប្រហារអំពីក្រុមចោរសមុទ្រដទៃគ្មាននរណានឹងជួយកោះរបស់ពួកគេនោះទេពួកអដែងបើពួកឯងមិនបងលុយថ្លៃការពារទេពួកឯងនឹងមានគ្រោះថ្នាក់ក្រោយតែវា Bartolomeo និយាយចប់ហ្នឹងប្រជាជននៃកោះ Galten ហ្នឹងនាំគ្នាសើច Bartolomeo និយាយដែរថាពួកអាឈួតពួកឯងនាំគ្នាសើចអីពួកឯងគួរតែយំមានក្មេងស្រីម្នាក់បានដើរទៅថាឲ្យ Bartolomeo ដែរថាកោះមួយនេះមានអ្នកការពារហើយនេះលោកឯងបើថាមិនជឿទេណាបែរមើលខាងលើហ្នឹងទៅងាកទៅមើលខ្វាច់មានណាទងចោសមុទ្ររបស់ឆាំងតែម្ដងដែលធ្វើឲ្យ Bartolomeo និយាយថាស្អីគេចោសមុទ្ររបស់ឆាំងមែនគាត់គឺបានឡើងទៅដុតទងចោសមុទ្រមួយនោះថែមទាំងប្រកាសក្តែងទៀតថានាពេលបច្ចុប្បន្ននេះ Luffy Senpai របស់យើងនឹងក្លាយទៅជាអធិរាជពួកឯងទាំងអស់គ្នាត្រូវតែលុតជង្គង់នឹងអោនគោរពទៅកាន់ Luffy Senpai របស់យើងមួយសន្ទុះក្រោយមកមានណាត្រូវបានក្រុមចោរសមុទ្ររបស់ឆាំងហុំព័ទ្ធឲ្យថែមទាំងវាយទៅកាន់ Bartolomeo ថែមទៀតផងក្រោយពីរងការវាយប្រហាររបស់ក្រុមឆាំងហើយហ្នឹង Bartolomeo និយាយថាលោកបងទុកជីវិតឲ្យខ្ញុំផងក្នុងនាមជាការយោគយល់គ្នាខ្ញុំធ្វើខុសហើយហុងកូគាត់ក៏បានយកជាមួយនឹងថ្នាំពុលមួយឲ្យទៅកាន់ Bartolomeo ដោយនិយាយថានេះគឺជាឱកាសតែមួយគត់អាក្បាលបៃតងហែងបានធ្វើខុសហើយម្ចាស់របស់ឯងគឺអត់ចេះបដៅឯងទេអញ្ចឹងឯងយកថ្នាំពុលហ្នឹងឲ្យម្ចាស់ឯងផឹកទៅតែអញធានាថាប្រសិទ្ធភាពរបស់វានឹងធ្វើឲ្យម្ចាស់របស់ឯងក្អួតឈាមចេញមកខាងក្រៅខ្ចាយឈាមតាមសរសៃឈាមនិងស្លាប់បាត់បង់ជីវិត Bartolomeo ហ្នឹងគ្មានតែបានយកថ្នាំពុលហ្នឹងឲ្យ Luffy ផឹកអីទេគឺបានទៅកញ្ឆក់គឺបានផឹកថ្នាំពុលមួយហ្នឹងអស់មួយដបតែម្ដងកូនចៅរបស់ Bartolomeo ហ្នឹងគឺមានការភ្ញាក់ផ្អើលដែរដែលឃើញថាលោកម្ចាស់របស់គេហ្នឹងហ៊ានផឹកថ្នាំពុលជំនួសឲ្យដែលយកថ្នាំពុលនោះទៅឲ្យ Luffy ផឹកទៅវិញហើយរបស់ Bartolomeo ក៏និយាយដែរថា
ពួកអញអាចសម្លាប់ខ្ញុំបានក៏ប៉ុន្តែខ្ញុំមិនអាចក្បត់ Luffy Senpai របស់ខ្ញុំនោះទេលាហើយ Luffy Senpai ជួបគ្នានៅជាតិក្រោយមួយសន្ទុះក្រោយមកហ្នឹងឃើញបាតូលូមីអូនាំគ្នាជិះសំពៅជាមួយនឹងកូនចៅទៅវិញនាំគ្នាសាច់លង្ខិលតែម្ដងដល់និយាយដែរថាមិននឹកស្មាននោះទេដែលក្រុមរបស់សាំងដោះលែងពួកគាត់ចេញហើយបាតូលូមីអូហ្នឹងក៏និយាយលេងសើចទៀតថាអញគិតថាអាសាំងហ្នឹងវាអស់ចាក្នុងនាមជាអធិរាជតែមិននឹកស្មានថាគឺជាមនុស្សដែលទន់ខ្សោយអញ្ចឹងសោះហើយខាង Backman ឯនេះវិញក៏និយាយជាមួយនឹងសាំងដែរថាហេតុអីបានជាដោះលែងបាតូលូមីអូទៅសាំងនិយាយដែរថាមកពីបាតូលូមីអូហ្នឹងធ្វើឲ្យគាត់សប្បាយចិត្តគាត់ក៏មិននឹកស្មានថា Luffy មានកូនចៅដែលមានឆន្ទៈគោរពទៅកាន់ Luffy ខ្លាំងម្ល៉េះស្រាប់ពេលនោះយ៉ាស៊ុបបានដើរចេញមកដល់និយាយដែរថាគាត់នឹងមិនអនុញ្ញាតឲ្យបាតូលូមីអូទៅដែលងាយៗនោះទេព្រមទាំងបានតម្រង់នៅក្នុងកាភ្លើងហ្នឹងទៅរកសំពៅរបស់បាតូលូមីអូបាញ់ទៅលើតែម្ដងផ្ទុះសំពៅបាតូលូមីអូឡើងខ្ទេចធ្លាក់ចូលទៅក្នុងទឹកហើយបើសួរថាបាតូលូមីអូនៅរស់អត់ទាន់ដឹងនោះទេចាំមើលជាក់ស្ដែងនៅភាគតចំពោះសាច់រឿងគឺបានកាត់ទៅដល់ពួកប្លែកបៀតឯនេះវិញដែលពួកគាត់នឹងគឺបានធ្វើដំណើរទៅដល់លើកោះរបស់ពួកគាត់ហើយក៏ប៉ុន្តែនៅពេលនេះគឺមានរឿងជ្រុលច្បល់ជាច្រើនដែលវាតាក់ទងកាឡាគ្នាដែលថេកនិយាយដែរថាអាចចង្កួតអើយខូបេនឹងត្រូវបានយើងចាប់យកមកឃុំនៅលើកោះមួយហ្នឹងហើយមិនក៏ឲ្យវារត់រួចទៅវិញណាក៏ប៉ុន្តែកូនចៅនៅខាងក្រៅដែលជាអាចកអាចែមហ្នឹងគឺបាននាំគ្នាស្រែកដែរថាបន្តិចទៀតគឺដល់ពេលវេលាដែលថេកនឹងទៅស្វែងរកជាមួយនឹងកំណប់ One Piece គឺចង់និយាយតាក់ទងប្រតិកាឡាគ្នាជាមួយនឹងពេលដែលដុកទ័រវេកាផាំងនិយាយតាក់ទងជាមួយនឹង One Piece អីនឹងឯងក្រោយមកគឺយើងបានឃើញជាមួយនឹងវត្តមានរបស់គូសានហ្នឹងបានទៅនិយាយជាមួយនឹង Tech ដោយប្រាប់ដែរថាមិនអីនោះទេបងតម្លៃត្រឡប់មកវិញគឺការចាប់ជាមួយនឹងកាបនៅមានជីវិតនោះទេដែលនេះក៏នៅតែជាផលចំណេញរបស់ពួកគាត់ទាំងអស់គ្នាដល់ដែរចំណែក Tech ឯនេះវិញគឺបានទៅចាប់ជាមួយនឹង Folding ដល់និយាយដែរថាបន្តិចទៀតនៅពេលដែលនាង Awaken ធម្មពលនាងនឹងអាចអានជាមួយនឹង Rock Apocalypse ដើម្បីឲ្យពួកគេអាចស្វែងរកជាមួយនឹងកំណប់ One Piece ចុងក្រោយចំណែកនៅខាងក្រៅកោះឯនេះវិញហ្នឹងកូនចៅរបស់ Tech ដែលបានចាប់ជាមួយនឹង Karen ប៉ាវហ្នឹងនៅពេលនេះពួកគេគឺបានធ្វើដំណើរមកដល់ហ្គេមកោះហើយ Karen ប៉ាវនៅពេលហ្នឹងគឺសប្បាយចិត្តមែនទែនដែលទីបំផុតគឺអាចមកជួបជាមួយនឹង Idol ដែលជា Marcel D Tech របស់គេនឹងឯងហើយកោះហ្នឹងគឺបានទាញពួកគេឡើងទៅខាងលើកូនចៅរបស់ Tech ក៏និយាយដែរថាមកទីនេះគឺដើម្បីទៅតាមបញ្ជារបស់ Tech តែប៉ុណ្ណោះចំពោះសាច់រឿងគឺបានកាត់ទៅលើសំពៅរបស់ពួកមនុស្សយក្សឯនេះវិញពួកគេគឺថាភ័យស្លន់ស្លោតែម្ដងដោយនាំគ្នាស្រែកដែរថាតើ Luffy នៅឯណាតើ Luffy នៅឯណាអ្នកខ្លះទៀតស្រែកថា Zoro នៅឯណា Jinbe ឯនេះវិញហ្នឹងគឺបានប្រើជាមួយនឹងមនុស្សត្រីរបស់គាត់ដើម្បីសួររកតាក់ទងជាមួយនឹងវត្តមានរបស់ Luffy នាំគ្នាបាត់តាអីអញ្ចឹងទៅប៉ុន្តែពួកគេនៅតែមិនអាចរកឃើញដានសម្បីតែបន្តិចថាក្រុមរបស់ Luffy នឹងបាត់តាអស់រលីងចំពោះអ្នកដែលបានបាត់ខ្លួននឹងមាន Zoro Luffy Sanji Usopp ហើយនិង Nami ក្រោយមកសាច់រឿងគឺបានកាត់ទៅដល់ខាង Nami ដែលនាងបានបើកភ្នែកមកអំពីការសន្លប់ប៉ុន្តែនាងបានសម្លឹងមើលឃើញថាសម្លៀកបំពាក់របស់នាងត្រូវបានគេផ្លាស់ប្ដូរហើយអ្វីដែលនៅជុំវិញខ្លួនរបស់នាងទៅទៀតនោះគឺថាវាមានរូបរាងធំមែនតែនធំប្រៀបដូចជាគេនឹងគឺកំពុងតែស្ថិតនៅលើសំពៅរបស់ពួកមនុស្សយក្សប៉ុន្តែនៅម្ដុំណាក៏មិនដឹងក៏ប៉ុន្តែយ៉ាងណាក៏ដោយសាច់រឿងគឺបានចប់